ស្ដីនឹងខ្ញុំឈ្មោះប៉ែនចាន់កានិថាបាទខ្ញុំបាទយរិនខ្ញុំឈ្មោះកាធីតាខ្ញុំឈ្មោះប៉ែនសារ៉ាត់ខ្ញុំឈ្មោះសុភាពនាងខ្ញុំឈ្មោះដុតរស្មីគឺវាជួយយើងច្រើនឲ្យយើងដឹងអំពីអ្វីខ្លះដែលចូលជាថ្លៃដើមហើយនិងវិធីសាស្ត្រក្នុងការប្រមូលយកទិន្នន័យដែលតាក់ទងជាមួយនឹងថ្លៃដើមវាមានសារៈសំខាន់ព្រោះពេលដែលខ្ញុំចូលរៀនវគ្គនេះឆ្លុះបញ្ចាំងពីទស្សនវិជ្ជាដែលខ្ញុំពេលខ្លះរឿង finance ផ្ទាល់ខ្ញុំមិនអាចមើលឃើញអញ្ចឹងពួកយើងស៊ីជម្រៅកាន់តែច្បាស់ជាងមុនមានក្បួនខ្នាតច្បាស់លាស់ក្នុងការកណនាទៅលើ costing ទៅលើអីផ្សេងៗអញ្ចឹងទៅបាទសម្រាប់ខ្ញុំផ្ទាល់នៅពេលដែលខ្ញុំបានរៀនចាប់ថ្នាក់ GP03 ហើយខ្ញុំពិតជាទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅជាងនឹងទៀតតាក់ទងជាមួយនឹង Let it call តាក់ទងជាមួយនឹងពន្ធការប្រកាសពន្ធអីមួយចំនួនអ្វីដែលខ្ញុំរៀនរយៈពេល4សប្តាហ៍នេះគឺទទួលបានបទពិសោធន៍ឬក៏ចំណេះដឹងពីគ្រូច្រើនចំណុចកន្លែងខ្លះគឺយើងបានធ្វើហើយតែវាដូចថា flow ការងារវាអត់ត្រូវអញ្ចឹងណាអញ្ចឹងទៅក៏បានលោកគ្រូគាត់បាន add អញ្ចឹងទៅធ្វើឲ្យខ្ញុំយល់ច្បាស់ពី flow នៃការងារថាធ្វើម៉េចឲ្យវាត្រូវតាម flow គណនេយ្យហើយទី2ទៀតគឺអ្វីដែលខ្ញុំអត់ដែលបានជួបពីមុនមកលោកគ្រូបានបន្ថែមអ្វីដែលថ្មីសម្រាប់ខ្ញុំធ្វើឲ្យខ្ញុំទទួលបានបទពិសោធន៍ថ្មីពីការសិក្សានឹងដែរពេលដែលទៅរៀនគឺអ្នកគ្រូគាត់ detail អស់ណាស់បើឲ្យខ្ញុំនិយាយក្នុងរយៈពេលប៉ុណ្ណឹងនាទីក៏អត់ទេច្រើនតោះជាមួយនឹងការគ្រប់គ្រងរបស់មន្ត្រីហ្នឹងហើយនឹងការកត់ត្រាសំខាន់បំផុតគឺខ្ញុំមើលទៅសើមែនពេលដែលខ្ញុំអត់យល់អញ្ចឹងការកត់ត្រាក្នុងវិជ្ជាគឺព្រោះខ្ញុំត្រូវការកត់ត្រា inventory នៅក្នុងគឺអញ្ចឹងខ្ញុំអត់យល់ទេថាបើសិនជាវាមានលក្ខខណ្ឌបែបនេះតែខ្ញុំគាត់ត្រាមិនអ្នកគ្រូគាត់បញ្យល់ឡើងក្បោះក្បាយនោះបញ្យល់បើអត់យល់ទេខ្សែក្តារខៀនផយផងនឹងគាត់តែយើងយល់ហើយត្រូវអ្វីដែលខ្ញុំកំពុងតែធ្វើអញ្ចឹងយើងធ្វើម៉ោងហ្នឹងគឺខ្ញុំអត់ខ្ជិលហ្មងអត់ស្រួលខ្លួនមិនក៏ខ្ញុំត្រូវទៅរៀនដែរពេលដែលយើងបានចូលទៅរៀនយើងបានរំពឹងពីគ្រូបានលើសពីការរំពឹងទុកមានលក្ខtemplate បើនិយាយពី template វិញច្រើនផ្ដល់ឲ្យច្រើនពីចំនួនស្នាដៃសម្រាប់ក្រុមហ៊ុនក៏ដូចជាអ្នកចូលរួមផ្ទាល់គាត់អាចយកហ្នឹងមកអ្វីដែលយើងបានធ្វើកន្លងមកគឺខុសឬក៏ត្រូវនៅក្នុងកម្រិតណាអញ្ចឹងទទួលបានច្រើនពីនិយាយពីវគ្គនេះទទួលបានច្រើនហើយរៀននៅ CAC ដល់3ទាំង3វគ្គហ្នឹងគឺសុបាយមកមិនថារៀនហើយអត់ចេះទេណារៀនឲ្យចេះឲ្យសុបាយហើយរៀននៅពេលដែលយើងរៀនយល់គឺយើងចង់រៀនហ្មងអញ្ចឹង CAC best recommend ហ្មងសម្រាប់អ្នកដែលជាគណនេយ្យកហើយចង់អភិវឌ្ឍខ្លួន